ជំរាបសួរបងប្អូនអរគ្នានេះគឺជាប្រភេទយន្តហោះដឹកទំនិញប្រភេទ Boeing ប្រភេទយន្តហោះនេះគឺគេសម្រាប់តែដឹកទំនិញតែមួយមុខគត់ពីដើមឡើយគឺជាប្រភេទយន្តហោះដឹកអ្នកដំណើរធម្មតាតែដោយសារវាមានអាយុកាលចាស់ពេកអញ្ចឹងក៏គេច្នៃវាទៅជាប្រភេទយន្តហោះដឹកទំនិញវិញហើយប្រភេទយន្តហោះដឹកទំនិញនេះភាគច្រើនគេសរសេរពាក្យថា cargo អញ្ចឹងប្រភេទ cargo គឺជាប្រភេទយន្តហោះដឹកទំនិញมันអាចដឹកអ្នកដំណើរបានទៀតទេគឺសម្រាប់តែដឹកទំនិញនាំចេញនាំចូលឆ្លងប្រទេសឬក៏ឆ្លងទ្វីបតែប៉ុណ្ណោះនេះគឺជាសភាពរបស់យន្តហោះបើយើងមើលជាក់ស្ដែងគឺវាចាស់ណាស់ទៅហើយប៉ុន្តែអ្វីដែលសំខាន់គឺម៉ាស៊ីនថ្មីទាំងអស់มันមានបញ្ហាអ្វីទេប្រភេទដឹកទំនិញប្រភេទនេះអ្វីត្បិតតែវាចាស់មែនតែគេដូរម៉ាស៊ីនរួចទៅហើយ